ការពីប្រលឹមថ្ងៃប្រហោះទី12ខែកុម្ភៈឆ្នាំ2026ថ្មីនេះវេលាម៉ោង8ព្រឹកសិស្សរៀនថ្នាក់ទី5ទី6កំពុងតែរងចាំបោះសាលាមកដឹកយកទៅសាលារៀននៅក្នុងបូរី Woodland Village តំបន់ផ្ទះល្វែង apartment ក្នុងភូមិ Lindenwood រដ្ឋ New Jersey ប្រហែល20នាទីពីទីក្រុង Phila សិស្សដែលកំពុងរងចាំឡាន school bus មកយកទៅសាលារៀននោះនៅពេលដែលក្រឡេកឃើញ ICE agent ដែលជាប៉ូលីសអន្តោប្រវេសន៍ក៏នាំគ្នារត់ដាក់មេប្រូចប្រសេកប្រសាចពាសពេញផ្លូវក្នុងវីដេអូមួយនេះគេថតបានប៉ូលីសអន្តោប្រវេសន៍ ICE agent កំពុងតែឈរត្រេងត្រាងរកចាប់មនុស្សក្មេងប្រុសអាយុ10ឆ្នាំមួយនេះបាននិយាយទៅកាន់អ្នកយកព័ត៌មានថាគេពិតជាភ័យខ្លាចមែនទែននៅពេលដែលគេបានឃើញប៉ូលីសអន្តោប្រវេសន៍ទាំងនោះដោយព្រោះតែប៉ូលីសអន្តោប្រវេសន៍ទាំងនោះគឺមករកចាប់ឪពុករបស់គេសិស្សទាំងនោះបានទៅដល់សាលារៀនទាំងភ័យខ្លាចជាខ្លាំងរាងកាយភ័យញ័រក្នុងអារម្មណ៍ភ័យព្រួយព្រោះខ្លាចបាត់បង់នៅឪពុកម្ដាយដែលត្រូវគេចាប់យកទៅដែលនឹងធ្វើឲ្យពួកគេត្រូវរស់នៅបែកបាក់ក្រុមគ្រួសារឪពុកម្ដាយនឹងត្រូវរស់នៅដោយគ្មានឪពុកម្ដាយនៅមើលថែទាំនាងខ្ញុំលីនដាវីពីរដ្ឋ New Jersey សហរដ្ឋអាមេរិកជួបគ្នានៅវីដេអូក្រោយទៀតជម្រាបលា